ជាធម្មតាស្ទឹងនឹងអត់ជ្រៅតាំងពីដើមតាមមើលក្នុងគម្ពីរថាជាធម្មតាហូររិចត្រឹមជង្គង់អីទេអញ្ចឹងមិនសូវជ្រៅចឹងបាទប៉ុន្តែដល់ពេលយប់នោះភ្លៀងមកយប់ទល់ភ្លឺទៅវាទៅជាទឹកជំនន់តើទឹកជំនន់វាដល់កដល់មាត់យកកូនមកទាំងពីរអត់កើតចឹងទុកកូនមកខាងយកមកមកខាងទុកមួយយកមួយមកម្ដងមួយចឹងណាយកមកដាក់មួយហើយទៅយកមួយទៀតហើយខ្លួនឯងមកដល់កណ្ដាលស្ទឹងដេញអាមួយដែលដេញខ្លែងទៅឆាបកូនមួយទៀតឃើញគិតថាឲ្យចុះមកចឹងទៅក៏ទឹកយកទៅអស់ទៅហ្នឹងហើយចឹងយើងដឹងអស់ហើយណារឿងបដាចាហ្នឹងហើយមុនបាត់កូនបាត់អីបាត់ប្តីមែនទេប្តីស្លាប់ដោយសារអីពោះចឹកព្រោះអីព្រោះទៅយករកអស់ហ្នឹងមកឆ្អើមកបាំងប្រពន្ធហ្នឹងហើយយើងឥឡូវកើតសើក្នុងពេទ្យឲ្យថាពិបាកទៀតមែនទេហើយនាងនោះកដាលភ្លៀងកើតទៅអត់មានឆ្មបទៀតយើងសម័យមើលដឹងមិនទៅណោះណាធ្វើដូចគោអញ្ចឹងណាបាំងកូនណារហូតមកយកទល់ភ្លឺហ្នឹងយើងគិតមើលកើតកូនផងអីផងវិបាកកម្មខ្លាំងណាកូនសិទ្ធិយើងមើលមិនមែនទេឲ្យតែកើតសិទ្ធិហើយជាសុខរហូតទេណាវាមានឧបបិលកកម្មហ្នឹងមកបៀតបៀនអញ្ចឹងហ្នឹងហើយយើងមើលគ្រាន់តែកើតកូនមិនហ៊ានមកផ្ទះនាងរត់មកផ្ទះប៉ុន្មានដងដឹងទេហ្នឹងហើយរត់មកប៉ុន្មានដងលើកទី1មកប្តីតាមតន់កើតកូនតាមផ្លូវដែរទៅវិញលើកទី2ឈឺពោះតាមផ្លូវទៀតតន់កើតកូននោះហ្នឹងបើប្តីស្លាប់ទៅហេតុអីបានប្តីហ្នឹងមិនហ៊ានទៅចេះតែខត់ប្រពន្ធមិនហ៊ានទៅដឹងមិនហ៎ខ្លាចត្រូវថ្មោងឪពុកក្មេកព្រោះបរត់កូនគេទៅហើយខ្លួនឯងជាអ្នកបំរើហើយយើងមើលកម្មទាញអញ្ចឹងសេដ្ឋីធីតាឪពុកនោះចង់ផ្ដើមឲ្យបានកូនតកូលស្មើគ្នាប៉ុន្តែសេចក្តីស្នេហានោះវាមានចាំជ្រាលជ្រៅដូចស្ទឹងអចរវតីអញ្ចឹងជ្រាលជ្រៅដឹងបានដោយលំបាកហើយអញ្ចឹងបានថាជួនកាលអ្នកដតីហ្នឹងចេះតែថាគួរឬមិនគួរជំនួសសម័យជីវិតគេមែនទេអូវាមិនគួរទេប៉ុន្តែម្ចាស់ជីវិតគេគឺថាគួរហើយសមហ៎ដូចខ្ញុំធ្លាប់មើលរឿងចិនមួយចិនហ្នឹងគេហៅស្នេហ៍ពាន់ឆ្នាំមានតួខូចមួយហ្នឹងហើយនឹងនាងមួយហ្នឹងទៅបានអាពងស្អីនោះបរិភោគទៅវារស់នៅអស់ 1000 ឆ្នាំអត់ព្រមងាប់សោះហើយថ្ងៃសិលជាធ្វើទុកដូចបិសាចអញ្ចឹងដល់មកដល់សម័យនេះអាបងហ្នឹងធ្វើប៉ូលីសហើយប៉ូលីសហ្នឹងមានប្អូនកំមុំមួយហើយស្រឡាញ់គ្នាជាមួយនឹងមនុស្ស 1000 ឆ្នាំអត់ដល់ថ្ងៃសិលវាច្បាច់កររងាប់ហើយប៉ូលីសនឹងប្រាប់ថាកុំស្រឡាញ់វាគ្រោះថ្នាក់តែចេះណាពេទ្យហ្នឹងហើយមើលនេះឆ្អឹងហើយជាតាធោះហ្នឹងហើយបិទភ្នែកចឹងមើលឥឡូវខាងនោះមានអីដឹងខ្លះអត់នាងនឹងបិទភ្នែកបងអញ្ចឹងសួរថាបងឯងមើលឃើញអីអត់ស្នេហាវាល្ងឹតចឹងច្បាស់ចាស់អីហ្នឹងអ្នកនិពន្ធគេតំណងហ្នឹងហើយបិសាចទៅសីវធិការប្រពន្ធណានឹងពិចារណាសាកសពឆ្អឹងហ្នឹងហើយអញ្ចឹងនាងបដាចារហ្នឹងក៏នាងរងសម្ពាធខ្លាំងហើយយើងដឹងតែមួយរឿងស្លាប់ប្តីស្លាប់កូនអ្វីដែលរងសម្ពាធខ្លាំងមែនទែនគឺពាក្យតេះដៀលពីមហាជនដែលនាងទៅឈួតហ្នឹងណា
ឈួតនឹងមិនមែនរឿងត្រឹមតែបាត់ប្តីមិនមែនរឿងតែបាត់កូនមិនមែនរឿងតែបាត់ឪពុកម្ដាយនឹងទេព្រោះពេលនាងឆ្លងស្ទឹងហើយនឹងសង្ឃឹមថាអស់កូនមែនអស់ប្តីមែននៅមានឪពុកម្ដាយនៅមានផ្ទះបើដើរទៅបន្តិចទៅឃើញភ្លើងហុយហុយដល់ភ្លើងហុយហុយជួបអ្នកដំណើរសួរពីសុខទុក្ខឪពុកដែលជាសេដ្ឋីហ្នឹងគេថាកុំសួរអីសួរអ្នកផ្សេងវិញទៅទេខ្ញុំមានការមួយគាត់នោះតែគាត់ហ្នឹងយប់មិញហ្នឹងព្យុះសកត់បាក់ផ្ទះសកត់ស្លាប់ទាំងប្តីទាំងប្រពន្ធទាំងកូនដែលទីបងប្រុសរបស់នាងហ្នឹងស្លាប់ហើយអាភ្លើងហុយហុយមើលទៅពីចង្ងាយហ្នឹងគេកំពុងដុតលើជើងថ្កល់តែមួយឃើញទេអញ្ចឹងទៅកឡកចិត្តខ្លាំងហើយកឡកចិត្តខ្លាំងហើយត្រូវគេមើលងាយទៀតឃើញទេអញ្ចឹងអាកឡកចិត្តខ្លាំងហើយត្រូវគេមើលងាយទៀតអញ្ចឹងអាការមើលងាយមើលថោកពីមហាជនហ្នឹងជាសត្រូវខ្លាំងណាជាអាវុធធ្ងន់ណាឃើញទេធ្ងន់ទេអស់ទីពឹងហើយត្រូវគេមើលងាយទៅណាគេចម្លក់អកលក់លើទៀតអានឹងធ្ងន់ណាស់តើមនុស្សដែលចំអកលក់លើហ្នឹងជាសន្តានអរិយៈឬក៏ជាសន្តានពុទ្ធជននឹងឯងចឹងហើយបានព្រះរាមាវិភាកព្រះអង្គទ្រង់ត្រាស់ថាអត្តានੰឧបមង្កត្វាបុគ្គលគួរធ្វើខ្លួនឯងឲ្យជាឧបមាថាបើរឿងហ្នឹងវាធ្លាក់មកលើខ្លួនយើងហ្នឹងហើយតើយើងគិតយ៉ាងណាចឹងណាមនុស្សសន្តានល្អត្រេកអរនឹងអ្នកដតីបានអីបានសុខចុះបើឃើញគេកើតទុក្ខកើតករុណាកើតក្តីអាណិតប៉ុន្តែឧបនិស្ស័យល្អឃើញដើរលេងដឹងអីចឹងទៅជួបក្មេងខ្វៀលគោអីគេរើសអាចគោអាចអីគប់នេះយើងដឹងមកតាមផ្លូវឃើញអាចគោច្រើនទេគេហ្នឹងហើយក្មេងខ្វៀលគោអីរើសអាចគោគប់ទៀតហើយត្រូវគេប្រមាថមើងងាយគេជេរគេប្រមាថហើយធ្លាប់ជាសេដ្ឋីធីតាណាបើកើតមកវាក្រស្រាប់ដូចខ្ញុំអីវាមិនសូវអីទេហើយឯនោះជាសេដ្ឋីធីតាប្រត់ប្រាស់ចាក់ផ្ទះចាក់សបែងទីបំផុតសំបីតែមនុស្សរាប់អានមួយក៏គ្មានវាសំទៅឈួតមែនទេសមហើយព្រោះឈួតហើយតែឧបនិស្ស័យល្អជំរុញជើងនឹងចិត្តដើរទៅលបូតខោអាវអីមិនដឹងខ្លួនទេដើរទៅដល់ចេតពុនហើយដល់ចេតពុនមានរឿងអីកើតឡើងតោះឡើងទុកទៅប្រយ័ត្នជាន់មែនទេអីគេលៀប